សូមព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងញាតិញោមស្រីប្រុសពុទ្ធបរិស័ទទាំងអស់តាមដានព្រះសម្ដាប់និងស្ដាប់នៅកំណាព្យដូចតទៅបើប្រហែសគឺប្រហោងធម្មជាតិទាំងអស់នៅក្នុងលោកាត្រូវចេះសិក្សាស្វែងយល់សេចក្តីបើរស់ប្រមាទមិនប្រុងស្មារតីពិតត្រូវរីងរៃព្រោះក្តីប្រមាទបើរស់100ឆ្នាំមិនសាងសិលទានស្លាប់ទៅអត់ឃ្លានពិតជាត្រូវខាតបញ្ញាទុនខ្សោយព្រោះមិនសង្វាតធ្លាក់វិនិបាតព្រោះគ្មានធម៌អាចិត្តខ្វះគុណធម៌ពិតមិនបវររស់គ្មានរបរគឺមិនថ្លៃថ្លារស់មិនរៀនសូត្រល្ងងលុះមរណាគឺគ្មានបានការរស់ដូចជាស្លាប់រស់ចេះគិតគូរតែងសម្បូរញាតបើចិត្តចង្អៀតពិតជាត្រូវយ៉ាប់បើរស់វាយរឹកចិត្តគ្មានសន្តាប់ចុងក្រោយជោគចាប់ព្រោះគិតពាលាមែនហើយរស់នៅបើខ្វះប្រាជ្ញាពិតត្រូវខ្លោចផ្សាជួបទុកក្រំគ្រាជីវិតគ្មានសិលគឺសែនវេទនាបើស្ដាប់ធម្មាអ្នកឈ្នះគ្រប់យ៉ាងចង់បានសម្រេចអ្នកគុំប្រមាទចង់បានរូបស្អាតគូតែស្អិតស្អាងចង់ច្បាស់អ្វីមួយត្រូវមានផុសតាងចង់បានសំណាងចូលសាងខ្លួនឯងសូមអនុមោទនាសូមអនុមោទនា